Xóm chùn rướng Sụt chết của mà Nhẹ tối Cua tuần miến nhẹ thống Đói ụp bài còl ក្នុងកាលកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងក្រុងពារាណសីកាលនោះព្រះសម្ពុទ្ធបរមគ្រូទ្រង់សោយព្រះជាតិក្នុងត្រកូលកុដុម្ពីមាននាមបញ្ញត្តិថាសុជាតៈបានសិក្សាសិល្បៈសាស្ត្រជាសពគ្រប់ហើយក៏ទំនុកបំរុងបំរើមាតាបិតាដោយគោរពថ្ងៃមួយជីតារបស់សុជាតៈកុមារអនិច្ចកម្មទៅកុដុម្ពីជាបិតារបស់សុជាតៈកុមារមានសេចក្តីសោកស្ដាយវិយោគយំរៀបរាប់អាល័យចំពោះបិតានោះក្រៃពេកលោកធ្វើជាបណកិច្ចបួជាសពរួចហើយឬប្រមូលឆ្អឹងខ្ចប់នឹងកំណាត់សម្ពុតយកទៅបញ្ចុះទុកក្នុងស្ទូបដែលសាងទុកក្នុងសួនដំណាំខាងក្រៅផ្ទះរបស់ខ្លួនរាល់តែថ្ងៃបិតារបស់សុចាតកុមារតែងទៅធ្វើកិច្ចគោរពបូជាស្ទូបនោះដោយម៉ែកឈើផ្កាឈើផ្សេងៗហើយដើរប្រទឹកសិនយំរៀបរាប់សោកស្ដាយជាអនេកបការរូបកាយរបស់គាត់ក៏ក្រៀមក្រំសៅមងដោយទឹកភ្នែកដេកមិនលក់បក់មិនលហើយភ្លេចបាយភ្លេចទឹកការងារទាំងពួងក៏អាក់ខានឈប់ធ្វើអស់សុជាតកុមារបានឃើញវិបករៈរបស់បិតាខុសប្រក្រតីដូច្នោះហើយក៏គិតថាបិតាអញតាំងពីលោកតាអនិច្ចកម្មទៅមានតែសេចក្តីទុក្ខសោកសៅតែម្យ៉ាងមនុស្សដតីក្រៅពីអាត្មាអញមិនមាននរណាមួយអាចជួយដោះទុក្ខគាត់បានទេតើអញនឹងរកឧបាយគលដោយម្ដេចដើម្បីរំលត់សេចក្តីទុក្ខរបស់គាត់បានសុចាតកុមារខំគិតរកឧបាយជាច្រើនថ្ងៃមួយចាញ់យងពីផ្ទះទៅក្រៅភូមិបានឃើញគោស្លាប់មួយដែលគេអូតយកទៅចោលឧបាយដែលគិតទុកយូរហើយក៏លិតប្រកฏឡើងទើបទៅយកស្មៅនឹងទឹកមកដាក់ក្បែរមាត់ខ្មោចគោនោះកាលបើឃើញជនណាមួយដើរទៅជិតក៏តាំងយំសោកនិយាយអង្វរខ្មោចគោនោះថាណែសំឡាញ់ក្រោកឡើងភ្លាមស្មៅខ្ចីណាស់ទឹកក៏ត្រជាក់មិនក៏ដេកយូរម្លេះស៊ីទៅមនុស្សទាំងឡាយឃើញដូច្នោះហើយសង្ស័យណាស់ទើបសួរថាលោកសុជាតិពីពេលមុនខ្ញុំស្គាល់លោកច្បាស់ថាជាអ្នកប្រាជ្ញជាមនុស្សល្អត្រឹមត្រូវថ្ងៃនេះខ្ញុំមើលទៅលោកហាក់ដូចជាមនុស្សវិកលចរិតសុជាតិកុមារមិនអើពើនឹងពាក្យសម្ដីរបស់មហាជនឡើយនៅតែធ្វើអាការៈដូច្នោះយ៉ាងប្រងើយកន្តើយហាក់ដូចជាមិនដឹងមិនឮកិច្ចការដែលសុជាតិកុមារប្រព្រឹត្តធ្វើទាំងប៉ុន្មានក៏លឺរន្ទឺសុសសាយពេញពាសទីក្រុងទាំងមូលជនជាញាតិមិត្តបងប្អូនបានឮដំណឹងនោះហើយក៏ទៅប្រាប់ដល់កុដុម្ពីជាបិតាថាលោកកុដុម្ពីកូនរបស់លោកវិកលចរិតហើយបានយកទឹកនិងស្មៅទៅដាក់ក្បែរមាត់គោស្លាប់មួយខាងក្រៅភូមិហើយយំសោករៀបរាប់ហៅខ្មោចគោនោះឲ្យក្រោកស៊ីស្មៅផឹកទឹកលោកមិនដឹងទេឬកុដុម្ពីបានឮដូចនោះហើយទើបហៅកូនមកសួរថាកូនសម្លាញ់បេតាឮថាកូនឯងយំសោកអឡោះអាល័យចំពោះគោស្លាប់ដែលគេអូតទៅចោលខាងក្រៅភូមិមែនឬបាទខ្ញុំធ្វើយ៉ាងនឹងមែនលោកឪពុកអូកូនសម្លាញ់ហេតុអ្វីក៏ឆោតម្លេះបេតាសុំសួរកូនបន្តិចកូននឹកឃើញដូចម្ដេចបានជាយកស្មៅនឹងទឹកទៅដាក់ក្បែរមាត់គោស្លាប់ហើយយំសោករៀបរាប់អំពើគោឲ្យស៊ីស្មៅផឹកទឹកធ្វើដូច្នេះមិនមែនជាលក្ខណៈរបស់បណ្ឌិតទេជាអំពើប្រឆាចប្រយោជន៍ទាំងពួងសុជាតកុមារបានស្ដាប់បិតានិយាយដូច្នេះហើយមានសេចក្តីត្រេកអរណាស់ដោយនឹកឃើញថាឱកាសនេះសមគួរហើយទើបនិយាយដោយវាចាទន់ភ្លន់តបពាក្យបិតាថាបាទលោកឪពុកការដែលខ្ញុំធ្វើនោះខ្ញុំសូមទទួលកំហុសទាំងអស់ព្រោះជាអំពើរបស់មនុស្សអន់ទុនខ្សោយគ្មានវិចារណញ្ញាណធម្មតាគោស្លាប់ហើយមិនអាចកម្រើកបានឡើយប៉ុន្តែគោដែលស្លាប់នោះនៅមានរូបប្រាកដមើលឃើញច្បាស់គួរឲ្យអាឡោះអាល័យបានខ្ញុំសូមសួរលោកឪពុកបន្តិចថាការដែលលោកឪពុកយំសោកអាឡោះអាល័យលោកតាដែលអនិច្ចកម្មទៅនៅសល់តែឆ្អឹងបញ្ចុះក្នុងចេតិយឥតឃើញរូបប្រាកដសូម្បីត្រឹមតែអវយវៈណាមួយក៏មើលមិនឃើញនោះតើលោកតានឹងត្រឡប់រស់ឡើងវិញដោយការយំសោករបស់លោកឪពុកនោះឬសូមលោកឪពុកពិនិត្យមើលតើអំពើរបស់ខ្ញុំនិងលោកឪពុកខាងណាក្រញបើជាងកុដុម្ពីកាបានស្ដាប់ពាក្យសម្ដីដែលសមហេតុសមផលរបស់បុត្រហើយក៏គិតថា
កូនរបស់ឯងជាបណ្ឌិតមានប្រាជ្ញាអាចជួយដោះទុក្ខរបស់ឯងបានដោយឧបាយដ៏ប្រសើរទើបនិយាយនឹងកូនថាមនុស្សសុជាតិឪពុកត្រេកអរណាស់អ្នកបានគិតរកឧបាយបង្ហាញឪពុកឲ្យដឹងច្បាស់នៅការមិនទៀងរបស់សង្ខារបានដ៏ជាក់ច្បាស់ចាប់តាំងពីពេលនេះទៅឪពុកអស់សេចក្តីទុក្ខសោកអាឡោះអាល័យទៀតហើយបិតារបស់សុចាតកុមារក៏អស់សេចក្តីសោកចំពោះបិតាតាំងពីថ្ងៃនោះទៅរឿងនេះដល់ស្រង់ចិនពីព្រះត្រៃបិដកសាច់រឿងក៏ចប់ត្រឹមតែប៉ុណ្ណេះសូមជួយចុច like subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវរឿងថ្មីៗទៀតសូមអរគុណ